แต่เนี่ยตาแปรอาทิตย์កំពុងតែលើកបាត់បន្តិចម្ដងទៅខាងលិចបន្សល់ទុកនៅរស្មីពណ៌មាសច្រាលជក់មកលើវាលស្រោបបៃតងខ្ចីដែលលាតសន្ធឹងគ្មានទីបញ្ចប់ក្រុមមិត្តភក្តិ4នាក់ដែលមានសុធាតារាលក្ខិណានិងវណ្ណាកំពុងតែធ្វើដំណើរតាមគន្លងផ្លូវតូចមួយឆ្ពោះទៅកាន់ព្រៃជ្រៅដាច់ស្រយាលពួកគេមានគម្រោងបោះជំរំនៅក្បែរទឹកជ្រោះធម្មជាតិមួយដែលគេល្បីថាស្អាតអស្ចារ្យតែពិបាកគឺដល់សុធាជាអ្នកដឹកនាំក្រុមតែងមានទំនួលខុសត្រូវតារាជាមនុស្សស្លូតត្រង់ចូលចិត្តលេងសើចនិងមិនសូវជឿលើរឿងអបិយជំនឿលក្ខិណាជាមនុស្សភ័យខ្លាចនិងឆាប់ជឿលើរឿងប្រលឹងខ្មោចរីឯវណ្ណាជាមនុស្សស្ងៀមស្ងាត់ចេះសង្កេតនិងយល់ដឹងបានច្រើនយីជិតដល់ហើយលេនសុធាខ្ញុំឈឺជើងណាស់តារាត្អូញត្អែបណ្ដាយកដៃជុកញើសលើថ្ងាសបណ្ដាសុធាលើកផែនទីមកមើលរួចឆ្លើយថាទៀតបន្តិចទៀតទេតាមផែនទីគួរតែនៅត្រីមកខាងនៃអូនេះហើយពួកគេបន្តដំណើរចូលទៅកាន់ព្រៃកាន់តែជ្រៅដើមឈើធំធំខ្ពស់ខ្ពស់អាយុកាលរាប់រយឆ្នាំដុះត្រៀបត្រាបង្កើតជាម្លប់ងងឹតត្រជាក់ស្រែបទោះបីជាពេលថ្ងៃក្តីសំឡេងសត្វរងាវឬសូរតិចតិចរំខានដល់សេចក្តីស្ងប់ស្ងាត់នៃព្រៃលក្ខិណាចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តនាងក្រឡេកមើលជុំវិញខ្លួនដោយភ្នែកជ្រួញខ្ញុំមានអារម្មណ៍ថាដូចមានគេសម្លឹងមើលយើងពីក្នុងព្រៃយ៉ាងម៉េចមិនដឹងលក្ខិណានិយាយតិចតិចតារាសើចឯងចេះតែគិតទេព្រៃជ្រៅប៉ុណ្ណឹងអ្នកណាគេហ៊ានមកនៅវណ្ណាមិននិយាយអ្វីទេតែភ្នែករបស់នាងក៏សម្លឹងមើលជុំវិញដោយមិនដឹងខ្លួនព្រះអាទិត្យលិចបាត់បន្តិចម្ដងព្រៃក៏ចាប់ដើមងងឹតឈឹងពន្លឺថ្ងៃពណ៌មាសប្រែជាស្រអាប់បាត់ទៅជំនួសដោយភាពងងឹតសូនឈឹងដែលបង្កើនភាពភ័យខ្លាចក្នុងចិត្តយេពួកយើងត្រូវតែរកកន្លែងបោះជំរំឥឡូវនេះហើយព្រោះងងឹតពេកទៅមុខឡើងរួចហើយសុធានិយាយដោយសំឡេងបារម្ភពួកគេដើរបន្តទៅមុខទៀតដោយប្រៅពិលដើរបានបន្តិចវណ្ណាក៏ស្រាប់តែឈប់បន្តជើងនៅនឹងកន្លែងមួយណែមើលនោះវណ្ណាចង្អុលទៅត្រង់គុម្ពព្រឹស្សីដ៏ធំមួយដែលមានដើមឈើព្រឹស្សីដ៏ចំណាក់មួយដើមដុះត្រឆាំងត្រឆៃកណ្ដាលវាលពន្លឺពិលរបស់សុធាចាំងទៅដល់គុម្ពព្រឹស្សីនោះក៏ស្រាប់តែឃើញផ្ទះតូចមួយធ្វើពីឈើចាក់ទ្រុឌទ្រាំមានស្លឹកឈើនិងស្លែដុះព័ទ្ធជុំវិញនៅពីមុខផ្ទះនោះមានបាយសីចាស់ចាស់ទៀនធូបដែលឆេះសល់ពីយូរយារណាស់មកហើយនិងដបទឹកសុទ្ធកន្លះពេញដែលប្រែពណ៌លឿងត្នោតផ្ទះអ្នកតាលក្ខិណានិយាយតិចតិចដោយភ័យខ្លាចតារាសើចក្អាកក្អាយនឹងហើយអីដែលពួកនាងខ្លាចផ្ទះតូចមួយប៉ុណ្ណឹងខ្ញុំធ្លាប់ឮរឿងពួកលោកតាលោកយាយនិយាយថាផ្ទះអ្នកតាកាលពីចំនួនមុនមានតែតាមភូមិឬតាមព្រៃជ្រៅដែលគេកាប់ឆ្ការធ្វើស្រែចម្ការប៉ុណ្ណោះមិននឹកស្មានថាមាននៅកណ្ដាលព្រៃបែបនេះទេតារាកុំនិយាយលេងសើចអីកុំលូកលាន់រឿងនឹងឲ្យសោះលក្ខិណាព្រានមានដោយសំឡេងទទូចសុធាក៏និយាយបន្ថែមលក្ខណៈនិយាយត្រូវពួកយើងកុំប្រមាថអីតែយើងគួរតែបោះជំរំក្បែរនេះសិនព្រោះងងឹតខ្លាំងណាស់ហើយទៅមុខទៀតមិនរួចទេពួកគេសម្រាប់ចាត់បោះជំរំនៅឆ្ងាយពីផ្ទះអ្នកតាបន្តិចខណៈដែលសុធាកំពុងរៀបចំតង់តារាក៏ដើរទៅមើលផ្ទះអ្នកតានោះម្ដងទៀតដោយភាពចង់ដឹងចង់ឃើញគាត់ដើរសម្ដៅទៅកន្លែងបាយសីហើយក្រឡេកមើលវត្ថុដែលគេដាក់ថ្វាយស្រាប់តែភ្នែករបស់គាត់ក៏ចាប់អារម្មណ៍ទៅលើចិញ្ចៀនប្រាក់ចាក់មួយវង់ដែលស្ថិតនៅក្នុងចានបាយសីចិញ្ចៀននោះមានពណ៌ខ្មៅស្រអាប់ដោយស្នឹមព្រោះយូរឆ្នាំមកហើយអូយស្អាតណាស់លួចយកទៅពាក់លេងទៅមើលតារានិយាយបណ្ដើក៏លូកដៃទៅយកចិញ្ចៀននោះមកពាក់លេងលក្ខណាដែលកំពុងរៀបចំរបស់ក្នុងតាំងក៏ស្រែកឡើងថាតារាឯងធ្វើអីនឹងយករបស់គេចោះមិនអីទេគេទុកចោលរាប់រយឆ្នាំហើយអ្នកណាគេយកទៅទុកនៅទីនេះក៏វារលួយខ្ទេចខ្ទីដែរតារានិយាយដោយមិនខ្វល់សុធាក៏ដើរទៅនិយាយថាតារាឯងយកវាទៅដាក់វិញទៅយើងមិនគួរប្រមាថពួកលោកតាម្ចាស់ទឹកម្ចាស់ដីទេអត់ទេខ្ញុំទុកពាក់លេងសិនតារាតបយ៉ាងខ្ជិលវណ្ណាគ្រាន់តែសម្លឹងមើលតារាដោយក្រសែភ្នែកមឹងម៉ាត់តែមិននិយាយអ្វីឡើយយប់នោះពួកគេដេកមិនលក់សោះខ្
ចលបបោករំhơiជាសំឡេងហ៊ូដូចមនុស្សយំសំឡេងសត្វទីទុយយំឮសូរពីចម្ងាយបន្ថែមភាពរន្ធត់ដល់យប់ដ៏ស្ងាត់ជ្រងំភ្លាមនោះតារាក៏ស្រាប់តែភ្ញាក់ព្រឺតឡើងអង្គុយគាត់បែកញើសជោកខ្លួនភ្នែករបស់គាត់បើកធំសម្លឹងមើលទៅភាពងងឹតខ្ញុំឃើញគេសម្លឹងមើលខ្ញុំតារាស្រែកឡើងដោយសំឡេងញ័រអ្នកណាគេសុធាសួរខ្ញុំមិនដឹងទេគាត់ឈរនៅក្បែរផ្ទះអ្នកតានោះសក់របស់គាត់វែងភ្នែកក្រហមឆ្អើតារានិយាយបណ្ដាក៏ស្រែកឡើងម្ដងទៀតគាត់មកហើយលក្ខណៈភ័យខ្លាចស្ទើរតែចាំងបេះដូងនាងលោកដៃទៅចាប់ដៃវណ្ណាយ៉ាងណែនសុធាយកពិលចាំងទៅគ្រប់ទិសទីតែគ្មានឃើញអ្វីប្លែកឡើយព្រឹកឡើងពួកគេត្រៀមខ្លួនធ្វើដំណើរចេញពីព្រៃនេះតារាមើលទៅស្លែកស្លាំងខ្លាំងណាស់ដូចមនុស្សខ្វះដំណែករាប់ថ្ងៃភ្នែករបស់គាត់ក៏មានស្លាកស្នាមជាមខ្មៅផងដែរតារាឯងអីទេសុធាសួរខ្ញុំមិនអីទេគ្រាន់តែគេងមិនសូវលក់យប់មិនតារាឆ្លើយបណ្ដើក៏ចាប់ផ្ដើមវេចខ្ចប់របស់គាត់សុធាក៏ដាស់តឿនគាត់ម្ដងទៀតថាតារាឯងយកចិញ្ចៀននោះទៅដាក់វិញទៅកុំឲ្យមានរឿងអីប្លែកកើតឡើងតារាមិននិយាយអ្វីឡើយតែក៏យកចិញ្ចៀននោះទៅដាក់វិញដោយមិនពេញចិត្តពួកគេចាប់ដើមដើរចេញពីកន្លែងបោះជំរំដើរបានបន្តិចពួកគេក៏ស្រាប់តែមានអារម្មណ៍ថាផ្លូវដែលពួកគេដើរមកកាលពីម្សិលមិញបាត់បង់ទៅណាអស់ពួកគេវង្វេងផ្លូវសុធាយកផែនទីមកមើលម្ដងហើយម្ដងទៀតតែក៏មិនដឹងថាខ្លួនឯងនៅកន្លែងណាដែរចុះមិនក៏យើងវង្វេងផ្លូវអីយ៉ាងនេះលក្ខណៈស្រែកឡើងដោយភ័យខ្លាចតារាស្រាប់តែដួលផ្កាប់មុខទៅលើដីសុធារត់ទៅជួយលើកគាត់ឡើងតារាអញកើតអីសុធាសួរដល់ភ័យស្លន់ស្លោតារាលើកដៃទៅចាប់ក្បាលរួចនិយាយដោយសំឡេងខ្សោយខ្សោយថាខ្ញុំវិលមុខណាស់ខ្ញុំឃើញគេទៀតហើយវណ្ណាដែលឈរនៅក្បែរនោះក៏ស្រាប់តែយកដៃទៅប៉ះថ្ពាល់របស់តារានាងស្រាប់តែស្រែកឡើងខ្លួនរបស់គាត់ត្រជាក់ដូចទឹកកកពួកគេសម្រេចចិត្តអង្គុយសម្រាកនៅទីនោះមួយសន្ទុះតារាកាន់តែស្លេកស្លាំងទៅគាត់ចាប់ផ្ដើមនិយាយរវើរវាយគាត់និយាយពីផ្ទះអ្នកតានោះពីបរោះចំណាស់ដែលមានភ្នែកក្រហមឆ្អៅគាត់មកយកខ្ញុំហើយគាត់មកយកខ្ញុំតារាស្រែកឡើងយ៉ាងខ្លាំងរួចក៏ដួលសន្លប់បាត់ស្មារតីទៅសូធាព្យាយាមដាស់គាត់ឲ្យភ្ញាក់ឡើងតែមិនបានផលឡើយយើងត្រូវតែចេញពីទីនេះឲ្យបានឆាប់លក្ខិណានិយាយទាំងយំវណ្ណាក្រឡែកមើលជុំវិញខ្លួនដោយភ្នែកតក់ស្លុតនាងចាប់ផ្ដើមមានអារម្មណ៍ថាខ្យល់ជុំវិញខ្លួនកាន់តែត្រជាក់ទៅពេលយប់បានមកដល់ម្ដងទៀតពួកគេមិនហ៊ានបោះជំរំនៅឆ្ងាយពីផ្ទះអ្នកតានោះទេពួកគេក៏សម្រេចចិត្តនៅក្បែរផ្ទះអ្នកតានោះដើម្បីការពារគ្នាតារានៅតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេខ្លួនរបស់គាត់នៅតែត្រជាក់ដោយទឹកកកលក្ខិណាយំរហូតនាងអង្គុយអោបជង្គង់ដោយភ្នែកសម្លឹងមើលទៅភាពងងឹតវណ្ណាយកគ្រឿងពិលចាំងទៅផ្ទះអ្នកតានោះនាងឃើញស្រមោលខ្មៅមួយឈរនៅពីមុខផ្ទះនោះកំពុងតែសម្លឹងមើលពួកគេនាងក៏ស្រែកឡើងថាគាត់មកហើយគាត់មកទៀតហើយសុធាក្រឡែកមើលទៅទិសដែលវណ្ណាចង្អុលតែមិនឃើញអ្វីឡើយតែគាត់មានអារម្មណ៍ថាមានវត្តមានអ្វីមួយនៅក្បែរខ្លួនខ្យល់អាក្រក់មួយបានបាក់មកប៉ះផ្ទៃមុខរបស់គាត់បង្កជាអារម្មណ៍ព្រឺសម្បុរសំឡេងខ្សឹកខ្សៀវបានលឺសូរពីក្នុងព្រីម្ដងទៀតដូចសំឡេងមនុស្សចាស់ដែលនិយាយភាសាបុរាណដែលពួកគេស្ដាប់មិនបានសំឡេងនោះកាន់តែខ្លាំងទៅបង្កជាការភ័យខ្លាចយ៉ាងខ្លាំងភ្លាមនោះភ្នែករបស់តារាក៏បើកឡើងភ្នែករបស់គាត់ក្រហមឆ្អៅដូចឈាមដូចជាភ្នែករបស់មនុស្សដែលគាត់បានឃើញនៅក្នុងសុបិនកាលពីយប់មិញតារាអញភ្ញាក់ហើយសុធានិយាយដោយត្រេកអរតែតារាមិនឆ្លើយអ្វីឡើយគាត់បែរមុខទៅសម្លឹងមើលសុធាដោយក្រសែភ្នែកដ៏ត្រជាក់ល្ហាមដែលធ្វើឲ្យសុធាព្រឺសម្បកដល់ចុងសពតារាលើកដៃទៅចាប់ដៃរបស់សុធាយ៉ាងណែនដៃរបស់គាត់ត្រជាក់ខ្លាំងណាស់គាត់ចាប់ផ្ដើមនិយាយដោយសំឡេងកំហែងយ៉ាងចាស់ថាឯងហ៊ានលួចរបស់យើងឯងត្រូវតែសងវិញតារាឯងកើតអីឯងនិយាយអី
សុធានិយាយទាំងភ័យខ្លាចតារាស្រាប់តែក្រវីក្បាលទើមកយ៉ាងខ្លាំងគាត់ក្រោកឈរឡើងទាំងភ្នែកក្រហមឆៅរួចដើរសម្ដៅទៅផ្ទះអ្នកតានោះតារាអញទៅណាលក្ខិណាស្រែកហៅតែតារាមិនបានឆ្លើយឡើយគាត់ដើរទៅដល់ផ្ទះអ្នកតារួចក៏លើកដៃឡើងទៅប៉ះផ្ទះនោះភ្លាមនោះពន្លឺពណ៌ក្រហមមួយក៏បានចែងចាំងឡើងពីផ្ទះអ្នកតានោះរួចក៏ស្រូបយកតារាចូលទៅក្នុងផ្ទះនោះបាត់ទៅតារាពួកគេទាំងពីរនាក់ស្រែកឡើងយ៉ាងខ្លាំងសូធាព្យាយាមរត់ទៅជួយតារាតែវណ្ណាបានចាប់ដៃរបស់គាត់យ៉ាងណែនគុំទៅគាត់លែងជាតារាហើយគាត់ត្រូវបានគេចូលសន្តាត់ហើយវណ្ណានិយាយដោយសំឡេងញ័រផ្ទះអ្នកតានោះចាប់ផ្ដើមញ័ររិនជួយយ៉ាងខ្លាំងសំឡេងខ្សឹបខ្សៀវក៏បានលឺសូរកាន់តែខ្លាំងទៅដើមឈើធំជុំវិញផ្ទះនោះក៏ចាប់ផ្ដើមញ័ររិនជួយដោយមានខ្យល់ព្យុះកំពុតត្បូងយើងត្រូវតែរត់ចេញពីទីនេះសុធានិយាយដោយសំឡេងភ័យស្លន់ស្លោពួកគេទាំង3នាក់ក៏រត់ចេញពីផ្ទះអ្នកតានោះយ៉ាងលឿនពួកគេរត់ចូលទៅក្នុងព្រៃងងឹតដោយមិនដឹងថាទៅណាទេសំឡេងខ្សឹកខ្សៀវនៅតែបន្តលឺសូរដេញតាមពីក្រោយពួកគេដើមឈើទាំងអស់នៅក្នុងព្រៃហាក់ដូចជាមានជីវិតមែកឈើទាំងអស់បានលូកដៃទៅចាប់ជើងពួកគេឬសឈើទាំងអស់បានដោះឡើងពីដីដើម្បីរាំងស្ទះផ្លូវរបស់ពួកគេលក្ខណៈដែលកំពុងរត់យ៉ាងលឿនក៏ស្រាប់តែដួលដាបទៅលើដីនាងព្យាយាមក្រោកឈរឡើងវិញតែជើងរបស់នាងឈឺខ្លាំងពេកទៅមិនរួចសុធាវណ្ណាពួកឯងទៅមុនទៅខ្ញុំទៅលេងរួចហើយលក្ខិណាស្រែកឡើងដោយសំឡេងយំសុធាព្យាយាមរត់ទៅជួយលក្ខិណាតែវណ្ណាបានចាប់ដៃគាត់ទាញអូសទៅមកកំទៅគាត់នឹងមកយើងទាំងអស់គ្នាហើយវណ្ណាស្រែកឡើងដោយសំឡេងតក់ស្លុតស្រមូលខ្មៅដ៏ធំមួយបានហោះមកពីលើមេឃរួចក៏ចុះមកចាប់យកលក្ខិណាទៅបាត់លក្ខិណាស្រែកឡើងយ៉ាងខ្លាំងមុនពេលដែលនាងបាត់បង់ទៅក្នុងភាពងងឹតឥឡូវនេះនៅសល់តែសុធានិងវណ្ណាពីរនាក់ប៉ុណ្ណោះពួកគេរត់ទៅមុខទៀតដោយមិនងាកក្រោយពួកគេរត់រហូតដល់ភ្លឺពេលដែលព្រះអាទិត្យរះឡើងស្រមូលខ្មៅទាំងអស់ក៏បានបាត់បង់ទៅវិញព្រៃក៏ត្រឡប់ទៅជាធម្មតាវិញពួកគេទាំងពីរនាក់បានរត់ចេញពីព្រៃនោះដោយមិនដឹងខ្លួនពួកគេបានត្រឡប់មកដល់ផ្លូវដ៏ធំវិញពួកគេអង្គុយដួលនៅលើដីដោយអស់កម្លាំងភ្នែករបស់ពួកគេសម្លឹងមើលទៅភាពទទេស្អាតគ្មានប្រលឹងពួកគេមិនអាចបំភ្លេចនឹងហេតុការណ៍ដ៏អាក្រក់ដែលបានកើតឡើងនៅក្នុងព្រៃនោះឡើយតារាលក្ខិណាសុធានិយាយតិចដោយសំឡេងខ្សោយវណ្ណាមិននិយាយអ្វីឡើយនាងគ្រាន់តែអង្គុយយំដោយគ្មានសំឡេងច្រើនថ្ងៃក្រោយមកសុធាត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តគាត់នៅតែនិយាយរវើរវាយពីផ្ទះអ្នកតានោះពីបុរសចំមាស់ដែលមានភ្នែកក្រហមឆៅពីតារានិងលក្ខិណារីឯវណ្ណានាងក៏ត្រឡប់ទៅផ្ទះវិញនាងនៅតែស្ងៀមស្ងាត់មិននិយាយស្ដីនាងតែងតែមើលទៅមេឃហើយនិយាយតែពាក្យមួយម៉ាត់ថាគាត់នៅទីនោះគាត់នៅតែចាំនៅក្នុងព្រៃជ្រៅដាច់ស្រយាលនោះផ្ទះអ្នកតាចាស់ត្រួតត្រងនៅតែឈរនៅដដែលវាបានคล้ายទៅជាកន្លែងដ៏គួរឲ្យខ្លាចមួយដែលគ្មានអ្នកណាហ៊ានចូលទៅចិត្តឡើយវានៅតែជាទីស្នាក់នៅរបស់វិញ្ញាណអាថ៌កំបាំងដែលមិនព្រមអភ័យទោសឲ្យអ្នកណាដែលហ៊ានប្រមាថមើលងាយខ្លួនខ្យល់អាក្រក់នៅតែបក់បោកជុំវិញផ្ទះនោះជាសំឡេងហ៊ូដោយមនុស្សយំរំលឹកពីរឿងរ៉ាវដ៏សែនរន្ធត់ដែលបានកើតឡើងនៅទីនោះ